នេះគឺជាព្រឹកថ្ងៃទី2ដែលយើងធ្វើដំណើរកម្សាន្តនៅប្រទេសចិនយើងងើបមកជាមួយនឹងទេសភាពមេឃរលឹមហើយរៀងអាំតិចដោយសារវាត្រជាក់ពេកពេលនោះដូចជាប្រហែលជា15អង្សាដែលយើងធ្វើដំណើរទៅខេត្តមួយទៀតដែលគេហៅថាចាងជីយៈគឺជាតំបន់ភ្នំជាកន្លែងដែលយើងត្រូវដើរកម្សាន្តការជិះឆ្លងខេត្តយើងត្រូវចូលទៅផ្លូវល្បឿនលឿនរបស់គេហើយនៅផ្លូវល្បឿនលឿនយើងមើលទេសភាពទៅតាមដងផ្លូវវារៀងអាប់ហើយកន្លែងនេះគឺវាសែណាវាសែរបស់ខាងចិនណានិយាយទៅថ្ងៃហ្នឹងធ្វើដំណើរតាមឡានពេញម៉ោងដែលសារយើងជិះចូលខេត្តមួយទៀតហើយយើងក៏ឈប់ចំណតទិញកាហ្វេទិញអីហើយរៀងមានមេឃភ្លៀងបន្តិចសម្រាប់កាហ្វេនេះអត់សូវណែនាំទេដោយសារវាដោះគោច្រើនពេកវាអត់សូវចាប់ជាតិបន្ទាប់មកយើងក៏នាំគ្នាធ្វើដំណើរតទៅមុខទៀតដោយសារវាអត់តន់ដល់និយាយទៅវិញមួយថ្ងៃគឺដំណើរកម្សាន្តរបស់យើងដំបូងយើងមកដល់ពេលយប់ហើយយើងជិះកាលពេលយើងជិះយន្តហោះមកហ្នឹងគឺដល់ពេលយប់ហើយអញ្ចឹងយើងក៏ចូលសន្តាគារដើម្បីគេងហើយយើងញ៉ាំអីបានបន្តិចព្រឹកឡើងយើងក៏ធ្វើដំណើរពេញហ្មងដោយសារយើងត្រូវជិះឡានតរហូតហើយបើទេសភាពវិញនិយាយទៅមើលអត់ឃើញទេដោយសារវាអាប់ពេកហើយត្រជាក់ខ្លាំងបន្ទាប់ពីធ្វើដំណើរអស់រយៈពេលរៀងយូរដែរអង្គុយនៅលើឡានយើងក៏បានដល់ច្រកចេញនិយាយទៅដល់ផ្លូវខេត្តរបស់គេហើយយើងចេញពីផ្លូវល្បឿនលឿនទៅណាយើងចូលទៅដល់ទីក្រុងមួយទៀតដូចមើលតាមទេសភាពអញ្ចឹងបងប្អូននិយាយទៅគឺស្អាតសម្រាប់កន្លែងគេគឺស្អាតមែនតែនតែមានបញ្ហាតែម្យ៉ាងឯងគឺបន្ទប់ទឹកអ្នកដែលធ្លាប់ទៅចិនគឺដឹងហើយថាបន្ទប់ទឹកនៅចិនបែបមិនចឹងណាហើយគាត់ថាកន្លែងខ្លះមានអ្នកប្រើប្រាស់ឬមើលកញ្ចក់បរិយាច្រើនអញ្ចឹងបើសិនជាយើងអត់ចូលចិត្តយើងអត់ចេះយើងអាចនឹងមានបញ្ហារឿងនឹងបន្តិចក្នុងវីដេអូនោះបងគាត់ឡូញាក់ឡើងពីទៀតយើងទៅស្រស់សូមអាហារពេលថ្ងៃត្រង់សិនបាទបានចេញពីចាងជាជាតិទៅពូរងបាទយើងទៅលេងនៅពូរងហើយយើងគេងនៅពូរងណាបាទអញ្ចឹងទីក្រុងចាងជាជាតិបាទធំណាស់បើប្រៀបធៀបទៅធំយើងពេញយើងចង់10តងបាទដីធំណាប៉ុន្តែតំបន់នេះគឺជាតំបន់ភ្នំសុទ្ធសាធតែម្ដងបាទមិនមែនជាតំបន់ទំនាបទេបាទគឺតំបន់ភ្នំបាទ80បាទហើយឡានក្រុងគឺឡានទូចក៏ដោយជាជនគេនៅនេះគឺមិនហ៊ានគេហៅថាខុសច្បាប់ចរាចរណ៍ទេពួកអីស្រុកចិនគឺជាប្រទេសមួយដែលតឹងរឹងមែនទេទៅលើបាទបានបើកបរបាទបានបើកបរប្រឡងមកជាប់ពេញដល់ផ្លាកសញ្ញាតែធ្លាក់មក90ធ្លាក់មក88ទៅត្រូវឡើងទៅ100គឺជន់ស្មើ100មិនគេ100យើងជន់18បាទមើលទេសភាពបានទេស្រុកគេហ្នឹងគឺអញ្ចឹងតែបាទនៅនឹងគេហៅតំបន់តាសាគូបាទគឺចលងភ្នំតាសាបាទគឺនៅនោះគឺមានស្ពានកញ្ចក់ដ៏វែងជាងគេផងដែរបាទអញ្ចឹងយើងទៅខាងគឺជាខាងស្អែកបាទអញ្ចឹងមកកន្លែងមួយថ្ងៃទេពីព្រោះបាទធំនៅទីនោះបាទយើងនឹងស្នាក់នៅទីនោះតាមម្ដងហើយលេងកំសាន្តនៅទីនោះរួចស្អែកឡើងបាទយើងបាទមកលេងចាងជាជាតិបាទអូខេចាងជាជាតិមានផ្ទៃដីបាទ9,500 គីឡូម៉ែត្រការ៉េបាទគិតទៅធំយើងពេញយើងចិត្ត10ដងពេញយើងថា999 គីឡូម៉ែត្រការ៉េទេ990មកតាមខ្ញុំចាំទីក្រុងភ្នំពេញចឹងបាទប៉ុន្តែប្រជាជនតិចជាងពេញយើងទេបាទពេញយើងជាង3លាននាក់បាទនៅនេះប្រជាជនមានតែ1.6 លានទេបាទ1.6 លានអញ្ចឹងនៅក្រុមគ្រួសារពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងហេវតិចហើយបាទហេវណាបាទអីថាអត់ហេវមិនមកខ្ញុំរកងាយមកទៅអូនដាក់ឲ្យបាន20មុខជុំគ្នាពេលល្ងាចហ្មងណាបាទនៅទីនោះប្រហែលជាពីហាងបាយទៅប្រហែលជា25នាទីទៅដល់ហើយបើចេញពីសារ៉ាប់ទីមិនយើងទៅភូមិបារាណពូរងក៏ដូចជាទឹកជ្រោះប៉ុនឆ្នាំហ្នឹងប្រហែលជាចូល1ម៉ោងអីតិចតួចទៀតបាទទៅដល់ពូរងអញ្ចឹងយើងទៅទីនោះបាទកំសាន្តពេលរាត្រីបាទទឹកជ្រោះបន្ទាប់ពីស្ដាប់បងកាយគាត់រៀបរាប់ពីតំបន់មកគេយើងក៏បានមកដល់ហាងអាហារយើងញ៉ាំអីហើយក៏បន្តដំណើរទៅកន្លែងសារមន្ទីរដោយសារក្នុងសារមន្ទីរហ្នឹងគេហាមយើងអត់ឲ្យថតអញ្ចឹងយើងគ្រាន់តែអាចចូលទៅមើលបានបន្ទាប់ពីចូលមើលសារមន្ទីររបស់គេហើយយើងក៏ធ្វើដំណើរបន្តទៅទៀតដោយសារយើងត្រូវយកអាវ៉ាន់ទៅទុកមួយក៏ទៅ check in នៅកន្លែងជើងគេងពីកន្លែងដែលមើលសារមន្ទីរហ្នឹងហើយទៅដល់កន្លែងបន្ទប់គេងទេសនៈហ្នឹងគឺរៀងឆ្ងាយដែរឆ្ងាយគួរសមតែអញ្ចឹង
យើងធ្វើដំណើរទៅយើងមើលតាមទេសភាពនៅតាមដងផ្លូវដែលបងប្អូនអាចមើលបានអញ្ចឹងណាឃើញមានគេដាំដំណាំដាំបន្លែអញ្ចឹងទៅដោយសារនៅចាន់ជាយៈគឺជាតំបន់ភ្នំមានភ្នំច្រើនមែនតើនេះយើងជិះលើស្ពានណាលើស្ពានហ្នឹងក៏កាត់ទៅតាមភ្នំដែរយើងក៏បានធ្វើដំណើរមកដល់ទីប្រជុំជនទីប្រជុំជនហ្នឹងវាចិត្តកន្លែងដែលយើងត្រូវសម្រាប់ដែរអញ្ចឹងណាតែកន្លែងដែលយើងសម្រាប់ហ្នឹងគឺនៅជាមួយនឹងគេហៅថាជ្រោះបុរាណពាន់ឆ្នាំរបស់គេទៅផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅស្រុកចិនយើងមើលទៅដូចនៅក្នុងរឿងអញ្ចឹងដូចនៅក្នុងរឿងសម្រាប់កន្លែងសណ្ឋាគារវិញដូចផ្ទះបុរាណអញ្ចឹងក៏បានរៀបចំមកបានហើយយើងក៏ចូលមកវិញញ៉ាំអាហារនេះហារបស់ស្រុកចិនមានស្ពៃត្រឡប់ខ្លាញ់អានេះនំតណើបលំតណើបអានោះមានពងទាចំហុយហើយនឹងឆាស្ពៃអានេះដូចស្ងោរជ្រក់អីចឹងម្ហូបគេមានដូចបានមុខហ្នឹងដូចនៅក្នុងរូបភាពហ្នឹងអញ្ចឹងពេលដែលយើងចាំអាហារហើយយើងក៏ទៅលេងកន្លែងគេហៅជ្រោះពាន់ឆ្នាំsẽ chân đã bàn mặt cái chiếng phong ấy phong nèបន្ទាប់ពីដើរលេងនៅកន្លែងជ្រោះពាន់ឆ្នាំរបស់គេហើយក៏យើងដើរចេញមកវិញយើងហត់ដែរព្រោះដោយសារពីកន្លែងដឹងរហូតមកដល់កន្លែងគេងគឺរៀងឆ្ងាយហើយយើងក៏បន្តដើរទៅរកអីញ៉ាំបន្តព្រោះយើងដើរលេងរៀងហត់ដែរអញ្ចឹងយើងទៅរកកន្លែងណាដែលឈៀលអាចអង្គុយលេងអាចញ៉ាំអីព្រោះពេលហ្នឹងវាត្រជាក់អញ្ចឹងយើងត្រូវរកអីដើម្បីទប់ឲ្យវាត្រជាក់ពេកអញ្ចឹងហើយណាមួយពេលហ្នឹងពេលជិះមកហ្នឹងគឺឃើញហាងមួយរៀងតំណងដែរក៏ដើរទៅមើលដោយសារហាងហ្នឹងវារៀងហួសពីកន្លែងគេងមិនតិចនិយាយទៅយើងនាំគ្នាដើរមកដែលមានភាពជឿជាក់តែម្នាក់អត់មានតែគេចេះចិនទេហើយក៏អត់មានកាយដែរដោយសារបងកាយក៏អត់ទាន់មកដល់ហើយយើងមកអង្គុយហៅសាច់ហៅអីហើយមកស្ទើបានគាត់មកដល់នេះយើងថតពីទេសភាពនៅកន្លែងហាងចិនបងប្អូនឃើញតែអញ្ចឹងណាប៉ុន្តែតិចណាធំតែ14 15អីប៉ុន្តែតិចមែនតើមានអារម្មណ៍ថាតិចដោយសារនឹងវាជាតំបន់ភ្នំហ៎Anh mới đỡ đường Phật Kinh tảo Ăn chụp Kinh tảo ăn miếng Mở thôi nhở Nhưng mà mình tập ở đây Ai là đi đọt đách mình lực bật mình khơi Tại đi miền chia đó bật đó đạch thật ấy ăn chay nhỉ ăn chay nhỉ này nữa em phải vào tiêu này kịch đạn đi ơi đạn lương ba nữa nên nói vai à đạn à có ý kiến đúng không nó đạn ta mặt tê hay là
អ្នកលក់ក៏រស់រាយណាឃើញអញ្ចឹងណាគាត់យកភ្លើងយកអីមកអាំងខ្លាចយើងល្ងាហើយយើងទៅអង្គុយក្នុងទៀតដោយសារយើងចង់អង្គុយនៅខាងខែវទៅមើលទៅវាតំណងជានិយាយទៅមកហាងហ្នឹងមានតែពួកខ្ញុំមកតុកហ្នឹងទេហើយសម្រាប់សាច់អាំងហ្នឹងនៅខ្មែរយើងក៏មានលក់ដែរប៉ុន្តែគ្រាន់តែនៅនោះគឺវាឆ្ងាញ់ហើយហល់និយាយទៅដិតគ្រឿងហ្មងនិយាយទៅមកហាងហ្នឹងមានតែ4នាក់ទេដែលអង្គុយនៅក្នុងហាងហ្នឹងដល់ពេលអង្គុយយូរទៅយើងថតផ្ញើចូលក្នុងក្រុមធัวទៅគេឃើញតំណក៏ហើយជាមួយស្ទុះទៀតគឺបងគាត់មកតាមក្រោយ មកកាយការសុតបានស៊ីដែរនេះមានតែសាច់អាំងហើយកំងគ្រឿងវាបាន នេះមកទៅ9កន្លះ9កន្លះនៅ8កន្លះ យកជាក្រានយកអីមកដាក់ឲ្យយើងហ្នឹងកម្ដៅ4នេះ នេះ9កន្លះ ដាក់សាច់អាំងសុតវាគិមទីម៉ែត្រ ស្អែកត្រូវទៅ រឿងគឺមិនបាក់ còn là chi hot បាយមកវិញណែ ហើយពីរ បាត់ស៊ីមបានស៊ីមមកមួយទៀតបានមិនបាក់មកមួយទៀតអែមហ៎ ហើយពីរហាស់មកវិញក៏យកត្រូវដែរ អូឈប់ជឿស៊ីម៉ៃអីស៊ីម៉ៃអង្ការបានច្រើនទេម៉ានក៏អត់ច្រើនដែរស៊ីម៉ៃ នេះម៉ាក់ថ្មីគាត់អត់ ស៊ីម៉ៃម៉ានក៏អត់ច្រើនដែរ sing song again Yo. me first lady first No, okay, more how ta xin chăng. rồi ăn lễ đi chanh không ai ladies and gentlemen ladies and gentlemen sing the song long pan Long lô. mà lấy thang thang con dây Dùng bắt ba dao I'm forget. ចិនចាញ់ទៅមក 我作为当地人，我唱一首我们 កាមេរ៉ាច្រើនពេកអៀនណា Okay. អូ Rain. 我们不一样。 អរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាប្លុករបស់ខ្ញុំខ្ញុំនឹងមានវីដេអូច្រើនទៀតដែលខ្ញុំទៅដើរលេងនៅចិនសូមអរគុណ